សូមគោរពជម្រាបសួរបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នានិងសូមស្វាគមន៍មកកាន់ការសង្ខេបអត្ថបទនៃសៀវភៅដែលមានចំណងជើងថាយកឈ្នះក្តីទុក្ខសាងជីវិតស្រស់បំព្រងនៅក្នុងជំពូកទី2តម្រាវិសេសដើម្បីយកឈ្នះទុក្ខវិបត្តិតើលោកអ្នកពិតជាចង់ដឹងអំពីវិធីដ៏មានប្រសិទ្ធភាពនិងឆាប់រហ័សអំពីការយកឈ្នះទុក្ខវិបត្តិដែលអាចយកមកប្រើបានភ្លាមៗដែរឬទេមុននឹងអានបន្តដូច្នេះខ្ញុំនឹងរៀបរាប់វិធីដែលរកឃើញដោយ Willis H. Carrier ជាវិស្វករល្បីឈ្មោះដែលចាប់ផ្ដើមបង្កើតឧស្សាហកម្មម៉ាស៊ីនត្រជាក់ដំបូងគេនិងជាអគ្គនាយកក្រុមហ៊ុនដ៏ល្បីគឺក្រុមហ៊ុន Carrier នៅទីក្រុង Syracuse បុរី New York គាត់បានរៀបរាប់ថាកាលពីកំឡោះខ្ញុំធ្វើការឲ្យក្រុមហ៊ុន Buffalo Forge នាក្រុង Buffalo បុរី New York គាត់មានមុខងារជាអ្នកដំឡើងឧបករណ៍ចម្រោះប្រេងសាំងឲ្យដល់ម៉ាស៊ីនខ្នាតធំរបស់ក្រុមហ៊ុន Pittsburgh Plate ខ្លះនៅ Crystal City រដ្ឋ Missouri គ្រឿងម៉ាស៊ីនខ្នាតធំមួយនេះមានតម្លៃរាប់លានដុល្លារឯណោះការដាក់ឧបករណ៍ចម្រោះនេះដើម្បីច្រោះយកធាតុដែលមិនសុទ្ធចេញពីប្រេងសាំងដើម្បីឲ្យម៉ាស៊ីនឆេះបានល្អមិនបង្កបញ្ហាដល់គ្រឿងម៉ាស៊ីនឧបករណ៍ចម្រោះជាវត្ថុច្នៃប្រឌិតថ្មីគាត់ធ្លាប់បានសាកល្បងប្រើឧបករណ៍នេះពីមុនមកម្ដងហើយតែវានៅតែមិនទាន់ល្អប្រសើរនៅឡើយទេក្នុងការដំឡើងឧបករណ៍ចម្រោះនេះក៏មានបញ្ហាកើតឡើងដោយស្មានមិនដល់ផងដែរទោះបីជាអ្វីដំណើរការធម្មតាតែនៅតែមិនទាន់បានល្អឥតខ្ចោះដោយដែលក្រុមហ៊ុនធ្វើកិច្ចសន្យាធានានោះឡើយលោកបានរកឃើញវិធីដែលនាំឲ្យទទួលបានផលដ៏វិសេសវិសាលដើម្បីដោះស្រាយបញ្ហាទប់ទល់នឹងក្តីទុក្ខជារៀងរហូតមកជាង30ឆ្នាំហើយការប្រតិបត្តិមាន3ដំណាក់កាលគឺដំណាក់កាលទី1វិភាគស្ថានភាពដោយមិនញាប់ញ័រឲ្យចំត្រង់និងប្រមើលមើលថាតើបរាជ័យនោះបង្កផលខូចខាតជាអតិបរមាដល់កម្រិតណាគ្មាននរណាម្នាក់ចាប់ខ្ញុំដាក់ឃុំឬបាញ់ខ្ញុំទេខ្ញុំដឹងខ្លួនច្បាស់ណាស់មែនហើយគេអាចបញ្ឈប់ខ្ញុំពីការងារចំណែករឿងដឹកជញ្ជូនគ្រឿងចក្រត្រឡប់ទៅក្រុមហ៊ុនវិញខ្ញុំត្រូវតែព្រមខាតបង់ថ្លៃចាយវាយប្រមាណ$20,000ប៉ុណ្ណោះដំណាក់កាលទី2បន្ទាប់ពីប្រមើលមើលលទ្ធផលខូចខាតជាក់ស្ដែងហើយខ្ញុំក៏ស្ម័គ្រចិត្តទទួលយកបន្ទុកនេះបើគ្មានជម្រើសអ្វីផ្សេងទេ Carrier គិតថាបរាជ័យលើកនេះអាចធ្វើឲ្យគាត់ខូចឈ្មោះឬអាចត្រូវគេបញ្ឈប់ពីការងារតែទោះជាយ៉ាងណាក៏គាត់គិតថាការរកការងារថ្មីសម្រាប់គាត់មិនជាការលំបាកប៉ុន្មានដែរតែរឿងទាំងឡាយអាចជាមិនធ្ងន់ធ្ងរដូចអ្វីដែលគាត់គិតឡើយព្រោះក្រុមហ៊ុនអាចយោគយល់ព្រោះថានេះជាឧបករណ៍ចម្រោះប្រេងសាំងប្រភេទថ្មីដែលកំពុងសាកល្បងក្រុមហ៊ុនបង់ប្រាក់ចំណាយត្រឹមតែ$20,000ក៏មិនជាច្រើនពេកដែរគេអាចបញ្ចូលទឹកប្រាក់នោះទៅលើខ្ទង់ចំណាយសម្រាប់ការស្រាវជ្រាវព្រោះការសាកល្បងដំឡើងឧបករណ៍នេះចាត់ទុកជាការសាកល្បងទៅចុះបន្ទាប់ពីប្រមើលមើលដឹងពីផលខូចខាតខ្ពស់បំផុតហើយខ្ញុំក៏សម្រេចចិត្តទទួលខុសត្រូវដោយរីករាយបើគ្មានជម្រើសផ្សេងស្រាប់តែមានរឿងអស្ចារ្យបានកើតឡើងខ្ញុំធូរទ្រូងខ្សាកសប្បាយចិត្តវិញភ្លាមដំណាក់កាលទី3បន្ទាប់ពីនោះខ្ញុំបានចំណាយពេលនិងកម្លាំងកាយចិត្តរបស់ខ្ញុំខំដោះស្រាយវិបត្តិធំបំផុតដែលខ្ញុំពេញចិត្តទទួលយកហើយកែប្រែឲ្យល្អមកវិញខ្ញុំបានគិតរកវិធីកាត់បន្ថយការខូចខាតឲ្យកាន់តែតិចជាងប្រាក់$20,000ដែលយើងកំពុងតែប្រឈមនោះខ្ញុំរកមធ្យោបាយច្រើនបែបច្រើនយ៉ាងទីបំផុតបន្ទាប់ពីសាកល្បងច្រោះច្រើនដងមកខ្ញុំដឹងថាក្រុមហ៊ុនបន្ថែមទុនត្រឹមតែ$5,000ទៀតដើម្បីទិញគ្រឿងបន្លាស់បន្ថែមពិតជាអាចដោះស្រាយបញ្ហានោះបានក្រុមហ៊ុនក៏យល់ព្រមហើយលទ្ធផលគឺទន្ទឹមនឹងក្រុមហ៊ុនត្រូវខាត$20,000បែរជាចំណេញបាន$15,000ទៅវិញ Carrier ក៏ប្រាប់ទៀតថា
បើខ្ញុំរវល់តែកើតទុក្ខដូចមុនខ្ញុំមុខជាមិនអាចដោះស្រាយវិបត្តិធ្ងន់ធ្ងរបែបនេះហើយព្រោះក្តីទុក្ខបង្កប់ទៅដោយសភាវៈអាក្រក់នៅក្នុងនោះវាបំផ្លិចបំផ្លាញសមត្ថភាពនិងសមាធិរបស់យើងកាលបើយើងកើតទុក្ខចិត្តរបស់យើងអណ្ដែតទៅគ្រប់ទិសទីធ្វើឲ្យយើងមិនអាចសម្រេចចិត្តបានត្រឹមត្រូវបើយើងអាចបញ្ជាខ្លួនឯងមើលឃើញពីផលខូចខាតជាក់ស្ដែងហើយព្រមទទួលស្គាល់វាហើយមុខជាកម្ចាត់គំនិតវិលវល់ច្របូកច្របល់ហើយផ្ចង់សមាធិដោះស្រាយបញ្ហានោះបានហេតុអ្វីវិធីយកឈ្នះទុក្ខវិបត្តិរបស់ William H. Carrier ជាវិធីដ៏មានតម្លៃខាងផ្លូវចិត្តដ៏គួរឲ្យប្រតិបត្តិបែបនេះគឺព្រោះតែនៅពេលយើងកើតទុក្ខវិធីនេះរុញច្រានយើងឲ្យឆ្លងផុតពីភាពងងឹតអាប់អួរដែលធ្វើឲ្យយើងប្រៀបដូចជាមនុស្សខ្វាក់វាជួយឲ្យយើងអាចឈរបានយ៉ាងរឹងប៉ឹងនៅលើលោកហើយជួយឲ្យយើងដឹងថាយើងកំពុងឈរនៅកន្លែងណាចំណែកឯតម្រារបស់ William James បិតាចិត្តវិទ្យាក៏បានយកមកប្រើដើម្បីទប់ទល់នឹងគ្រោះវិបត្តិប្រកបដោយប្រសិទ្ធភាពព្រមទទួលយកទៅព្រមទទួលយកទៅព្រោះអ្នកដែលព្រមទទួលស្គាល់នៅអ្វីៗដែលកើតមានឡើងចំពោះខ្លួននោះគឺការចាប់ផ្ដើមយកឈ្នះគ្រោះវិបត្តិនាថ្ងៃខាងមុខនោះហើយដូចគ្នានេះដែរគំនិតរបស់លិនយូថាំងអ្នកប្រាជ្ញចិនបានសរសេរក្នុងសៀវភៅសារៈសំខាន់នៃជីវិតបានពោលថាក្តីសុខដ៏ពិតប្រាកដខាងផ្លូវចិត្តគឺដោយការពេញចិត្តទទួលយកគ្រោះអាក្រក់ដែលកើតមានឡើងចំពោះខ្លួនក្នុងន័យចិត្តវិទ្យាខ្ញុំយល់ឃើញថានេះជាការសាងថាមពលផ្លូវចិត្តនោះឯងក្នុងចិត្តវិទ្យានេះជាការកសាងថាមពលចិត្តកាលបើយើងព្រមទទួលស្គាល់ស្ថានភាពអាក្រក់រួចហើយយើងក៏គ្មានអ្វីត្រូវខូចខាតបាត់បង់ជាបន្តទៀតដែរតើអ្នកដឹងទេថានរណាខ្លះដែលបាននាំប្រយោគរបស់ William H. Carrier ទៅដោះស្រាយបញ្ហារបស់ខ្លួនអ្នកនិពន្ធបាននាំយកឧទាហរណ៍អ្នកលក់សាំងនៅញូវយ៉កម្នាក់ជានិស្សិតរៀនថ្នាក់ជាមួយគាត់ដើម្បីពិចារណាអ្នកលក់សាំងបានប្រាប់ថាខ្ញុំមិនជឿថាវាទៅជាអីចឹងកើតខ្ញុំស្មានថាវាកើតមានតែនៅក្នុងភាពយន្តប៉ុណ្ណោះតែវាកើតមានពិតប្រាកដមកលើខ្ញុំដំណើររឿងគឺក្រុមហ៊ុនលក់សាំងដែលខ្ញុំមើលការខុសត្រូវមានរថយន្តដឹកជញ្ជូនជាច្រើនគ្រឿងនិងអ្នកបើកបរមួយចំនួនតាមធម្មតានៅពេលនោះមានច្បាប់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងគឺបរិមាណសាំងដែលត្រូវផ្គត់ផ្គង់ឲ្យអតិថិជនម្នាក់ៗសុទ្ធតែមានកំណត់ក្រុមហ៊ុនរបស់យើងមានសាំងល្មមសម្រាប់តែផ្គត់ផ្គង់ឲ្យអតិថិជនប៉ុណ្ណោះខ្ញុំមិនបានដឹងរឿងនេះឡើយតែប្រហែលជាអ្នកបើកបរលួចបន្ថយប្រេងពីអតិថិជនមួយចំនួនហើយយកប្រេងនោះទៅលក់ឲ្យអតិថិជនរបស់គេខ្ញុំទើបដឹងរឿងបំពានច្បាប់នេះនៅពេលបុរសម្នាក់មកជួបខ្ញុំក្នុងថ្ងៃមួយដោយអះអាងថាគេជាភ្នាក់ងារអធិការកិច្ចរបស់រដ្ឋាភិបាលត្រូវឲ្យខ្ញុំសូកប្រាក់មួយចំនួនដើម្បីបិទមាត់បុរសនោះមានឯកសារបញ្ជាក់ថាអ្នកបើកបររបស់យើងបានប្រព្រឹត្តអ្វីខ្លះហើយគេគំរាមថាគេនឹងបញ្ជូនឯកសារនេះទៅប្តឹងតុលាការក្រុងប្រសិនបើខ្ញុំមិនព្រមបង់ប្រាក់តាមសំណើរបស់គេទេនោះតាមពិតខ្ញុំដឹងច្បាស់ហើយថារឿងនេះគ្មានអ្វីគួរឲ្យខ្លាចទេតែម្យ៉ាងខ្ញុំដឹងអំពីច្បាប់ដែលបានចែងថាក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះការប្រតិបត្តិរបស់សមាជិកខ្លួនលើសពីនេះទៀតខ្ញុំគិតថាបើរឿងនេះឡើងដល់តុលាការវាមុខជាคล้ายជាព័ត៌មានចុះតាមទំព័រកាសែតដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះនិងមុខរបររកស៊ីរបស់ខ្ញុំដែលខ្ញុំកំពុងតែមានមោទនភាពឪពុកខ្ញុំបានកសាងវា24ឆ្នាំមកហើយខ្ញុំពិបាកចិត្តជាខ្លាំងប្រៀបដូចជាមនុស្សមានជំងឺខ្ញុំស៊ីមិនបានដេកមិនបានអស់3យប់3ថ្ងៃខ្ញុំដើរវិលចុះវិលឡើងមិនដឹងសម្រេចចិត្តដូចម្តេចប្រៀបដូចជាមនុស្សវិកលចរិតតើខ្ញុំគួរបង់ប្រាក់$5,000
ឲ្យទៅគេនោះឬមួយខ្ញុំត្រូវប្រាប់គេថាចង់ធ្វើម៉េចក៏ធ្វើទៅចង់ឲ្យយើងងាប់ឬរស់ក៏តាមតែចិត្តឯងចុះតែខ្ញុំនៅតែមិនអាចសម្រេចចិត្តថាជាយ៉ាងណាបានដដែលបន្ទាប់មកនៅរាត្រីថ្ងៃអាទិត្យចៃដន្យខ្ញុំចាប់យកសៀវភៅមួយឈ្មោះថាវិធីឈ្នះទុក្ខកង្វល់ដែលខ្ញុំបានពីថ្នាក់បង្រៀនក្រៅម៉ោងដែលរៀនអំពីវិធីនិយាយក្នុងចំណោមមហាជនបង្រៀនដោយលោកគ្រូ Ganesi ខ្ញុំបើកវាអានហើយធ្លាក់ដល់វគ្គមួយស្ដីពីរឿងរបស់ William H. Carriker មានសេចក្តីគួរឲ្យចាប់អារម្មណ៍ថាចូលប្រឈមមុខនឹងវិបត្តិធំបំផុតខ្ញុំក៏សាកសួរខ្លួនឯងថាវិបត្តិធំបំផុតដែលកើតមានចំពោះខ្ញុំបើខ្ញុំបដិសេធមិនព្រមបង់ប្រាក់មួយចំនួននោះវានឹងបញ្ជូនសំណុំរឿងបណ្ដឹងទៅតុលាការតើវានឹងទៅជាយ៉ាងម៉េចពិតណាស់បើមុខរបររលំខ្ញុំមុខជាត្រូវរកការងារថ្មីហើយវាក៏គ្មានអ្វីត្រូវពិបាកក្នុងការរកការងារធ្វើដែរខ្ញុំមានចំណេះដឹងពីរឿងលក់សាំងនេះយ៉ាងឆ្អិនឆ្អៅមិនខ្វះទេកន្លែងលក់សាំងដែលគេរីករាយនឹងទទួលយកខ្ញុំធ្វើការនោះមកដល់ពេលនោះខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិចឯគំនិតកាត់ទុកលំបាកក្នុងចិត្ត3យប់3ថ្ងៃក៏ចាប់ផ្ដើមរលាយបាត់បន្តិចម្ដងខ្ញុំចាប់ផ្ដើមស្ងប់ក្នុងចិត្តអ្វីដែលគួរឲ្យចម្លែកគឺខ្ញុំដឹងខ្លួនថាខ្ញុំអាចប្រើគំនិតត្រិះរិះពិចារណាបានយ៉ាងត្រឹមត្រូវខ្ញុំបានជ្រះស្រឡះក្នុងចិត្តនៅពេលខ្ញុំបានឆ្លងកាត់ទៅដល់ដំណាក់កាលទី3របស់ Felix H. Carrier គឺដោះស្រាយវិបត្តិធំឲ្យប្រសើរឡើងខណៈពេលដែលកំពុងគិតរកវិធីដោះស្រាយវិបត្តិនោះខ្ញុំបាននឹកឃើញទៅដល់មនុស្សថ្មីម្នាក់ដែលអាចចាត់ការរឿងនេះបានខ្ញុំនិយាយរឿងនេះប្រាប់មេធាវីប្រចាំក្រុមហ៊ុនដែលគេអាចមានច្បល់អ្វីផ្សេងដែលខ្ញុំគិតមិនឃើញខ្ញុំប្រៀបដូចជាមនុស្សល្ងីល្ងើបោកថ្ងាសបំផុតដែលមិនព្រមគិតដល់រឿងនេះតាំងពីដើមមកតែសូមអធ្យាស្រ័យឲ្យខ្ញុំផងព្រោះខ្ញុំមិនបានប្រើគំនិតរវល់តែបណ្ដោយចិត្តខ្លួនឯងឲ្យអោបទុកមួយមុខប៉ុណ្ណោះខ្ញុំសម្រេចចិត្តទៅជួបមេធាវីនៅព្រឹកស្អែកនេះបន្ទាប់ពីនោះមកខ្ញុំដេកលក់យ៉ាងស្កប់ស្កល់រហូតដល់ភ្លឺតើរឿងនេះនឹងបញ្ចប់ដូចម្តេចខ្លះបន្ទាប់ពីជួបនឹងមេធាវីនៅព្រឹកនោះមេធាវីក៏ណែនាំខ្ញុំឲ្យទៅជួបនឹងអัยការក្រុងហើយអធិប្បាយរឿងនោះឲ្យគេដឹងខ្ញុំក៏ប្រតិបត្តិតាមដោយមិនបង្អែបង្អង់ហើយក៏ទទួលចម្លើយពីអัยការក្រុងទាំងចម្លែកក្នុងចិត្តថាអាជើងល្អដែលតែងតែដើរអួតអាងថាខ្លួនជាមន្ត្រីរបស់រដ្ឋម្នាក់នឹងបានដើរជំរិតគេឯងដ៏ច្រើនអស់ពេលច្រើនខែមកហើយសពថ្ងៃនេះគេជាបុគ្គលទុច្ចរិតដែលប៉ូលីសកំពុងតែតាមចាប់ខ្លួននោះឯងខ្ញុំបានធូរចិត្តខ្សាកធូរចិត្តពីការធ្វើទារុណកម្មខ្លួនឯងអស់3យប់3ថ្ងៃក្នុងការសម្រេចចិត្តថាតើគួរប្រគល់ប្រាក់$5,000ទៅឲ្យមនុស្សឆបោកដូចជារូបគេនោះដែរឬយ៉ាងណារឿងដែលកើតមានឡើងនោះជាបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ខ្ញុំសពថ្ងៃនេះពេលប្រឈមនឹងទុក្ខព្រួយតែងតែដោះស្រាយដោយវិធីដែលខ្ញុំដាក់ឈ្មោះថាក្បួនចាស់របស់ Felix H. Carrier នេះឯង